សួស្តីអ្នកមើលទីចិត្តទីឆ្ងាយទាំងអស់គ្នាខ្ញុំបាទស្មីមកសម្ដែងរឿងថ្មីទៀតហើយកុំឲ្យខាតពេលចូលរឿងយើងតែប្រងទៅបែងចែកជីវៈទៅដែរតាវគ្គ1ក្បាលខ្សែរឿងយើងដំបងបង្ហាញពីតួឯករបស់យើងដែលមានឈ្មោះថាមីងហេគាត់ពិតជាមានការខឹងជាខ្លាំងចំពោះថាមពលស្អីគេបោះឃីវមើលទៅក៏ពិតជាមានការខឹងព្រោះថាគាត់បានដាស់ឡើងឈ្មោះសមត្ថភាពដល់ការកាត់បង្ហាញពីកន្លះថ្ងៃមុនចំណែករឿងរបស់យើងបង្ហាញពីសាលាគឺពួកគេកំពុងតែជ្រើសរើសជួយសិស្សពួកគេដើម្បីដាស់ឡើងឈ្មោះសមត្ថភាពហើយចំណាត់ថ្នាក់ត្រូវបែងចែកជា5កម្រិតប៉ុន្តែមានទន្ហាទេប៉ុន្តែដឹងត្រឹមថាសមត្ថភាពគឺបែងចែកជាពណ៌វាមានដូចជាពណ៌សពណ៌ខៀវពណ៌ស្វាយពណ៌ក្រហមនិងពណ៌ខ្មៅបើសិនជាបកខតណៃពិតជាសំទោសចូលរឿងយើងបន្តលោកគ្រូក៏បានប្រាប់ផងដែរអ្នកដែលត្រូវតែប្រឡងជាប់ចាប់ដើមពីកម្រិតពណ៌ខៀវឡើងទៅបានទើបជាអ្នកជាប់ពួកគេក៏បានដាស់ឡើងបន្តែតួឯករបស់យើងដែលជាមីងហេបានដាស់ឡើងពីសមត្ថភាពពណ៌សចំណែកអ្នកផ្សេងវិញសិតតែពណ៌ខៀវទាំងអស់ជាពិសេសគឺអាប៉ែម្នាក់នេះបានដាស់ឡើងជាមួយនឹងកម្រិតពណ៌ស្វាយហាតខ្លះទៀតបានដៀចំពោះមីងហេរបស់យើងថាចាយចេញពីទីនេះស្វែងរកការងាររោងចក្រទៅធ្វើទៅមិនចាំបាច់ស្រមៃចង់ខ្លាចទៅជាវីរបុរសនោះទេមើលទៅពួកគេពិតជាសោចមកនឹងមើងងាយចំពោះមីងហេរបស់យើងជាខ្លាំងមើលទៅពណ៌ឯនឹងពិតជាកញ្ញាម្នាក់នេះនោះហើយគឺជាមូលហេតុដែលធ្វើមីងហេរបស់យើងពិតជាមានការខឹងបំតូចស្ទុះយ៉ាងលឿនតែម្ដងហើយគេកំពុងតែបើកបរាគិតបណ្ដាថាជាមួយសមត្ថភាពរបស់នេះថាខ្ញុំពិតជាអាចប្រយុទ្ធជាមួយនឹងសារចម្លែកនឹងការពីមនុស្សសំខាន់របស់ខ្ញុំដល់របៀបណាទៅពណ៌ជីមតូសុកស្រាប់តែមានអ្វីទេក៏ហោះបុកគាត់តែម្ដងហើយក៏មានដុំអ្វីទេក៏បានហោះចូលទៅក្នុងរាងកាយរបស់គាត់ប្រព័ន្ធមួយក៏បានប្រាប់ថាឥឡូវនេះស្វែងរកជួយនឹងប្រចាស់ឃើញមកទៅហើយលេចឡើងជួយនឹងស្រមោលអ្វីទេដូចជាមនុស្សស្រីនឹងបាននិយាយថាមើលទៅសមត្ថភាពរបស់អ្នកពិតជាមានសមត្ថភាពប្រយុទ្ធទេដូច្នេះហើយគេក៏បានដាក់បញ្ចូលជាមួយរៀបចំធ្វើពូអ្វីទេទៅកាន់មីងហេរបស់យើងទៅពេលនោះស្រាប់តែមីងហេរបស់យើងក៏បានទទួលជាមួយនឹងសមត្ថភាពកម្រិតពណ៌ក្រហមមើលទៅគាត់ពិតជាអាចារ្យមែនទែនបន្តមកទៀតមើលរឿងរបស់យើងបង្ហាញពីមីងហេក៏ត្រូវនៅក្នុងមន្ទីរពេទ្យតែគ្រូពេទ្យបានប្រាប់ថាមើលទៅគាត់ពិតជាមានសំណាងល្អដែលត្រូវអែបកាយឲ្យមិនងាប់ប៉ុន្តែមើលទៅមិនដឹងថាគាត់នឹងស្លាប់យូរពេលណានោះទេលោកគ្រូពេទ្យសាកំពុងតែនិយាយសុកស្រាប់តែមានគ្រូពេទ្យម្នាក់ហៅគាត់ទៅនោះចំណែកម៉ោងនេះបញ្ជាក់ពី42នាទីទៀតច្បាស់ថានឹងមានបិសាចលុកលុយហើយចំណែកកញ្ញានេះមានឈ្មោះថាលូឈៀននាងមានការបារម្ភចំពោះមីងហេជាខ្លាំងបានត្រឹមតែទប់ផ្កាឲ្យដើរចេញទៅបាត់ទៅចំណែកមនុស្សមួយក្រុមនេះវិញបានមកមើលមីងហេណែប៉ុន្តែហាក់បីដូចជាពួកគេមើលងាយចំពោះមីងហេជាខ្លាំងព្រោះតែគេត្រឹមតែជាអ្នកទេពកោសល្យសមត្ថភាពកម្រិតពណ៌សតែម្ដងអាប៉ែនេះស្រាប់តែមើលសម្បត្តិទៅការពិតទៅនេះជាកញ្ញាលូឈៀនតើនាងពិតជាសារភាពទៅកាន់អាសម្រាមម្នាក់នេះថាខ្ញុំអន់ជើងវាដល់របៀបណាទៅវាក៏បានឲ្យចោលវាប្រឹងតែមិនចង់ឲ្យមូឆេរបស់យើងរស់ឡើងវិញនោះទេប៉ុន្តែម៉ោងក៏បានផុតកំណត់ដូច្នេះហើយក៏បានលេចឡើងជួយនឹងបិសាចមួយគេក៏បានប្រកាសថាឥឡូវនេះមានបិសាចផ្លាស់ប្ដូរនៅតំបន់ខាងត្បូងដូច្នេះហើយអ្នកនរគ្នាត្រូវតែប្រុងប្រយ័ត្នចាស់ចេញពីទីនោះចំណែកខាំទីពេលវិញមានការបណ្ដោះអាសន្នដូច្នេះហើយពួកគេត្រូវតែរត់ចាស់ចេញពីទីនេះឲ្យឆាប់អ្វីដែលអាចធ្វើទៅបានចំណែកអ្នកគ្រូពេទ្យនេះបានមើលកន្លែងបន្ទប់របស់មីងហេដើម្បីទៅរកប៉ុន្តែនាងមិនបានចោលរំថាមានបិសាចនោះទេកំពុងតែស្រែកហៅនាងមានការភ័យអើយនៅពេលដែលដឹងថាបិសាចនោះនៅកន្លែងនាងបិសាចនឹងពិតជាចង់ស៊ីមែនតែនបាយថាឆ្ងាញ់ចំណែកស្រាប់តែមីងហេរបស់យើងក៏បានភ្ញាក់ឡើងជាមួយធំពូរបស់គាត់ក៏បានដាក់ម្ដាយពឹងក៏បីថាអាយ៉ាអាសត្វចង្រៃពិតជាហ៊ានដាក់អញភ្ញាក់ភោមែនទេអញពិតជាស្អប់ឯខ្លាំងណាស់មើលទៅត្រឹមតែមួយដៃតួឯរបស់យើងតែប៉ុណ្ណោះវាឡើងដាច់ខ្លួនបាត់ទៅហើយចំម៉ៃខ្លាំងម៉ែឥឡូវវិញសំបីតែកញ្ញាម៉ែនឹងក៏បានសរសើរយ៉ាងណាក៏ដោយមីងហេក៏បានអរគុណដែរអ្នកមើលថែខ្លួនវាអស់រយៈពេល1ឆ្នាំជាងយ៉ាងណាក៏ដោយនាងក៏បានអរគុណដែរអ្នកបានជួយវាប៉ុន្តែមើលទៅឥឡូវនេះបានលេចឡើងជួយនឹងបិសាចជាច្រើនមកពីក្រោមដីប៉ុន្តែអ្នកដទៃទៀតបានចាយចេញពីទីនេះអស់ហើយមានតែខ្ញុំទេមើលទៅនេះគឺដើម្បីមើលថែអ្នកយ៉ាងណាក៏ដោយមីងហេក៏បានអរគុណចំពោះនាងដែលមិនបានបោះបង់ខ្លួនចោលសុខចិត្តមើលថែខ្លួននៅពេលនេះប៉ុន្តែនាងក៏បានសរសើរចំពោះមីងហេពិតជាខ្លាំងមីងហេបាញ់ថាខ្ញុំវឹកហាត់ចាំមួយឆ្នាំជាងមិនខ្លាំងយ៉ាងម៉េចតាមរយៈខួរក្បាលមកដល់ខាងក្រៅក៏បានលេចឡើងជួយនឹងបិសាចជាច្រើនដោយសារតែមីងហេរបស់យើងក៏មិនខ្លាចចំពោះបិសាចទីទៅអញ្ចឹងផងដែរប្រើជួយនឹងកំដៅដៃរបស់ខ្លួនអញដល់ត្រូវហើយយាមកដៃដាក់មកដៃគឺងាប់មួយតែម្ដងត្រឹមតែមួយចរណារបស់ខ្លួនគេតែប៉ុណ្ណោះឡើងងាប់បិសាចនឹងអស់3ក្បាលបាត់ទៅហើយត្រឹមតែមួយដៃតែប៉ុណ្ណោះមើលទៅកំដាប់ដៃរបស់គាត់ដូចជាសៃតាម៉ារបស់យើងតែអញ្ចឹងម្ដាយនឹងដាច់ខ្លួនបាត់ទៅហើយមីហេក៏បានឃើញទឹកអ្វីទេវាយវាខ្ទេចហើយក៏បានស្រូបចូលដៃរបស់ខ្លួនបន្ទាប់មកដោយឃើញមីសាយនៅវាហាត់ទៅកាន់គ្រូពេទ្យនោះក៏បានតំម៉ាំងយ៉ាងទៅហើយតែម្ដងគឺឡើងផ្ទុះពីទីនោះនិយាយទៅមីហេរបស់យើងពិតជាខ្លាំងណាស់មីហេក៏មិននឹកស្មានដែរថាខ្លួនពិតជាខ្លាំងតែគ្រូពេទ្យនឹងមិនថាមើលទៅអ្នកពិតជាទេពកោសល្យកម្រិតណាទៅក៏បានតទៅវិញថាខ្ញុំគ្រាន់តែស្ថិតនៅកម្រិតពណ៌សដែលប្រឡងធ្លាក់កាលពី1ឆ្នាំមុនតែប៉ុណ្ណោះប៉ុន្តែមើលទៅគាត់ពិតមិនជឿទេច្បាស់ណាស់ថាអ្នកអាចស្មើនឹងកម្រិតកាយបាត់ទៅហើយមើលទៅវាពិតជាអាចារ្យ
ដូច្នេះពួកយើងគួរតែចាត់ចេញពីទីនេះសិនទៅចំណែករឿងរបស់យើងបង្ហាញពីនៅខាងទីក្រុងវិញពោពេញទៅដោយបិសាចអុកឡុកនៅទីនោះមានការរំជួយដីនិងមានការផ្ទុះជាខ្លាំងទៅទីនោះក៏បានឃើញយើងនឹងបិសាចកន្លាតលេចឡើងផងដែរពួកគេពិតជាមានការភ័យខ្លាចពួកគេក៏បានតែទៅសុំជំនួយដើម្បីចាប់ការទៅកាន់បិសាចនេះផងដែរមើលទៅពួកគេទាំងអស់នោះពិតជាមានការភ័យខ្លាចជាខ្លាំងស្រាប់តែលេចឡើងជឿនបរមអ្នកដែលគាត់ស្ថិតនៅដំណាក់កាលផ្កាយបាននិយាយថាត្រឹមតែបិសាចកន្លាតកំពេចកំពកគិតថាពិតជាចង់មកអុកឡុកនៅទីក្រុងខាងត្បូងផងមែនទេគាត់ក៏បានយកកំភ្លើងគាត់គឺបាញ់យកទៅកាន់ពួកកន្លាតទាំងនោះមើលទៅសមត្ថភាពរបស់គាត់ពិតជាមិនអត់មែនទេតែជាមួយនឹងបិសាចកន្លាតជាច្រើនគាត់ប្រាប់តែគាត់កំភ្លើងក៏អាចចាប់ការបានប៉ុន្តែស្រាប់តែមានជួយនឹងសត្វកណ្ដោយ៉ាងធំវិបហាទៅកាន់គាត់មានការបន្ទោសជាខ្លាំងមើលទៅប្រហែលងាប់បាត់ទៅហើយមនុស្សនៅទីនោះពិតជាមានការភ័យខ្លាចសូម្បីតែអ្នកកម្រិតកាយហើយនៅតែមិនអាចយកឈ្នះបានទៀតមើលទៅពួកគេទាំងអស់នោះប្រហែលងាប់បាត់អស់ហើយចំណែកមីងហេជាមួយនឹងអ្នកគ្រូពេទ្យក៏មកដល់កន្លែងមួយតែសុវត្ថិភាពស្រាប់តែក៏បានឃើញនៅកន្លែងដែលមានឡានក្រុងនៅទីនោះនោះគឺជាឡានក្រុងដែលយកចេញពីមន្ទីរពេទ្យមានទូរស័ព្ទបានខំពីអ្នកកម្រិតកាយនៅទីនោះប៉ុន្តែក៏ត្រូវបានសម្លាប់ចោលដោយសារតែបិសាចកណ្ដោតួឯករបស់យើងក៏បានសួរពីចំណុចខ្សោយរបស់វាគេក៏បានប្រាប់ថាវាខ្លាចភ្លើងតើអ្នកជាណាមីងហេបានតទៅវិញថាខ្ញុំគ្រាន់តែជាសិស្សវិទ្យាល័យប៉ុន្តែមិនបានប្រឡងជាប់នោះទេលើដូច្នោះគាត់បានប្រាប់ថាអ្នកកំទៅអីទៅនោះវាពិតជាមានគ្រោះថ្នាក់ប៉ុន្តែយ៉ាងណាក៏ដោយមីងហេពិតជាមិនសូវចិត្តនោះទេត្រូវតែទៅជួយពួកគេព្រោះថាពួកគេបានមើលថែខ្លួនអស់រយៈពេល1ឆ្នាំពេញពេលទៅដល់ក៏បានឃើញជាមួយនឹងសត្វកណ្ដោនោះពិតជាធំមែនតែនប៉ុន្តែប្រាប់អ្នកគ្រូពេទ្យកុំបារម្ភអ្នកគ្រាន់តែនៅទីនេះបានហើយទុកឲ្យខ្ញុំទៅសង្គ្រោះពួកគេកុំដាប់ដៃរបស់ខ្លួនហក់ទៅដល់ឲ្យម្ដាយតែម្ដងឡើងខ្ទៀតបើជាមួយនឹងកម្លាំងរបស់ខ្ញុំពិននេះពិតជាចាប់ការអីបានហើយប៉ុន្តែមើលទៅបិសាចកណ្ដោនេះនៅតែមិនអីទៀតដូច្នេះហើយមីងហេរបស់យើងមើលទៅត្រូវតែស្វែងរកការដើម្បីចាប់ការវាក៏បានគេអំពីបិសាចកណ្ដោនេះព្រោះថាវាពិតជាខ្លាំងមើលទៅបិសាចកណ្ដោនេះវាស្ថិតនៅដំណាក់កាលទូទៅក៏បាននាំវាទៅកន្លែងណានៃទេបន្ទាប់មកក៏បានដាក់វាម្ដាយទៀតប៉ុន្តែយ៉ាងណាក៏ដោយនៅតែមិនអាចធ្វើអ្វីវាបានទៀតព្រោះថាដំណាក់កាលទូទៅជាមួយសមត្ថភាពរបស់ខ្ញុំនៅតែមិនអាចចាប់ការវាបានទៀតដូច្នោះហើយមានតែវិធីមួយគត់នោះគឺប្រើជាមួយនឹងសាំងដើម្បីដុតវានោះទេមើលទៅប្រឹងតែរត់គេអំពីវាហើយក៏បានឃើញសាំងចេញពីឡាននោះដូច្នេះមើលទៅមីងហេក៏បាននឹកឃើញវិធីនឹងហើយដូច្នេះហើយត្រៀមតែងាប់តាវ៉ាក៏បានបញ្ឆោតវាឲ្យខាំឡានផ្ទុះគឺខាំពេញនងតែម្ដងឲ្យខ្ទៀតសាំងចេញពីទីនេះដោយសារតែគម្រោងរបស់ខ្លួនទទួលបានជោគជ័យកេះតែកេះមកអត់ចៃតែម្ដងមើលទៅវាពិតជាទទួលបានជោគជ័យហើយព្រួយថាអាសត្វកណ្ដោនេះវាពិតជាភ័យខ្លាចជាមួយនឹងភ្លើងហើយដូច្នេះវាគឺជាអាការរបស់ខ្ញុំហើយប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមីងហេរបស់យើងក៏អាចស្រូបយកជាមួយធម្មពលភ្លើងនេះផងដែរវាក៏អាចបង្កើនជាមួយកម្លាំងរបស់ខ្ញុំកាន់តែខ្លាំងខ្ញុំគួរតែសាកល្បងមួយវាដាក់មកកម្ដាប់ដៃភ្លើងគឺអាចចាប់ការវាបាត់ទៅហើយឬនៅទីនោះពិតជាភ្ញាក់ផ្អើលតើគាត់ពិតជាអាចសម្លាប់ជាមួយនឹងបិសាចកណ្ដោកម្រិតទូទៅបានតើមើលទៅគាត់គឺជាអ្នកកម្រិតខ្ពស់ណាមួយប៉ុន្តែគាត់ពាក់សម្លៀកបំពាក់របស់មន្ទីរពេទ្យរបស់ពួកយើងតើគាត់មិនមែនជាជំងឺពេទ្យដែលសម្រាប់រយៈពេល1ឆ្នាំទេដែលគ្រូពេទ្យបានប្រាប់ថានោះហើយគឺជាគាត់ប៉ុន្តែគាត់មិនទាន់បានចូលរៀនអ្វីនោះទេព្រោះថាបឡុងធ្លាក់ចំណែករឿងរបស់យើងបានពីទីកន្លែងបញ្ជាការមួយនិយាយថាសត្វចម្លែកដែលផ្លាស់ប្ដូរនៅទីក្រុងខាងត្បូងត្រូវបានចាប់ការហើយជីវិតមនុស្សទាំងអស់នោះក៏មានសុវត្ថិភាពកញ្ញាលូឈៀនក៏បានសួរថាតើគេមកពីសាលាដែរមែនទេនាងបានតបវិញថាអត់ទេដឹងថាប៉ែនឹងមកពីណាទេប៉ុន្តែអ្វីសំខាន់អ្នកត្រូវតែរកអំពីប្រភពពរអំពីសត្វការផ្លាស់ប្ដូរនេះនាងក៏បានប្រាប់ថាអីទេប៉ុន្តែប្រជាជននៅណានឆេននាងគឺបាននាំចាក់ចេញពីទីនេះអស់ហើយចំណែករឿងរបស់យើងបង្ហាញពីមីងហេកំពុងតែរឹងរបួសហើយគេក៏ព្យាបាលហើយក៏បានទៅសាច់ចំពោះមីងហេពិតជាខ្លាំងប៉ុន្តែស្រាប់តែបងស្រីរបស់មីងហេក៏បានស្រែកចង់ទៅរកបងប្រុសរបស់ខ្លួនថានៅមន្ទីរពេទ្យប៉ុន្តែត្រូវបានអ្នកយាមហាមឃាត់ឲ្យទៅទីនោះទេព្រោះថានាងគ្រាន់តែជាមនុស្សធម្មតាវាពិតជាគ្រោះថ្នាក់មីងហេគៀងក៏បរោចំខ្ញុំនៅនឹងមិនឃើញទៀតនាងបាយថាបងប្រុសរបស់ខ្ញុំពិតជាល្អគាត់មិនទាន់ដែរបានកាន់ដៃមនុស្សស្រីម្ដងមើលទេមើលទៅខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ស្រាប់តែមីងហេក៏បានប្រាប់ថាបងស្រីខ្ញុំនៅទីនេះគ្រាន់តែឃើញដោយឆ្នោតភ្លាមយើងក៏បានហត់ទៅឲ្យមីងហេរបស់យើងតាមម្ដងព្រួយថានាងពិតជាសប្បាយចិត្តព្រួយថាមីងហេគឺបានសន្លប់អស់រយៈពេល1ឆ្នាំជាងបាត់ទៅហើយមីងហេរបស់យើងក៏បាយថាឥឡូវនេះខ្ញុំភ្ញាក់ឡើងហើយក៏បានដឹងអំពីការពី1ឆ្នាំមុនព្រួយថាបងស្រីរបស់ខ្លួនតែងតែមកមើលថែខ្លួនជារៀងរហូតហើយប្រាក់ខែចំណាយចំពោះមន្ទីរពេទ្យគឺមានតែបងស្រីរបស់គាត់នោះទេមីងហេបានប្រាប់ថាកុំបារម្ភទៀតអីឥឡូវនេះខ្ញុំច្បាស់ថាពិតជាអាចការពារបងស្រីបានប៉ុន្តែយ៉ាងណាក៏ដោយនាងពិតជាសប្បាយចិត្តខ្លាំងណាស់រយៈពេល1ឆ្នាំនេះដែលមីងហេได้សន្លប់នោះយូរយីខ្លាំងរឿងរបស់យើងកម្មហានប្រាប់បន្ទាប់មីងហេងើពីដីភ្លាមមានចំបងស្រីតនបាតស្រាប់តែឃើញសម្បត្តិបងស្រីរបស់ខ្លួនទៅសេថាទៅធ្វើការបន្ថែមគឺដើម្បីបងប្រាក់ដៃចំពោះមន្ទីរពេទ្យដែលព្យាបាលមីងហេអស់រយៈពេល1ឆ្នាំពេញមីងហេក៏បានដឹងអំពីសុខទុក្ខចំពោះបងស្រីរបស់ខ្លួនដែលខំធ្វើការថែមម៉ោងអីផងគឺរយៈពេល1ឆ្នាំគឺដើម្បីមើលថែខ្លួនខ្ញុំត្រូវតែស្វែងរកប្រាក់ខ្លះស្រាប់តែរដ្ឋាភិបាលប្រកាសពីការស្វែងរកអំពីប្រភពបំពុលការផ្លាស់ប្ដូរបើរកឃើញច្បាស់ថាពិតជាទទួលបានជួយនឹង500,000យួនអញ្ចឹងការសម្លាប់បិសាចទី
គឺ500,000 យួនឲ្យច្រឡំ 50,000 យួនគ្រាន់តែលឺដូចឆ្នាំមីងហេពិតជាចោលរំបើដូច្នេះខ្ញុំពិតជាអាចរកប្រាក់ជាច្រើនសម្រាប់បងស្រីរបស់ខ្ញុំព្រោះថាខ្ញុំបានដឹងថាបិសាចនៅវិសិទ្ធតែលេចឡើងចេញពីលូក្រាមដីដូចច្បាស់ថាវាពិតជានៅទីកន្លែងនោះហើយបន្ទាប់ទៀតខ្ញុំត្រូវតែទៅកន្លែងសារអំណោយរឿងរបស់យើងមកដល់កន្លែងសាររង្វាន់គឺជាដូចជាសារអំណោយដែរណាពួកគេកំពុងតែសួរអំពីមីងហេរបស់យើងមីងហេបានសួរអំពីការបោកបាញ់ចំពោះសត្វកន្លាតនិងសត្វវិវត្តផ្សេងទៀតដើម្បីទូបានភារកិច្ចមីងហេត្រូវតែធ្វើតែដើម្បីទូបានផ្លាកសញ្ញាមីងហេក៏បានយល់ព្រមដូច្នេះពួកយើងគួរតែទៅកន្លែងធ្វើតេមកដល់កន្លែងធ្វើតេនាងក៏បានសួរអំពីសមត្ថភាពមីងហេថាកម្លាំងនាងបានប្រាប់ថាដូច្នេះនាងត្រូវតែវាយជួយនឹងមនុស្សយន្តនេះដើម្បីធ្វើតេកម្លាំងរបស់នាងដើម្បីឲ្យគ្រប់ស្តង់ដារជាមួយនឹងធម្មពលរបស់នាងមីងហេក៏បានថាអីទេប៉ុន្តែមើលទៅមិនដឹងថាគ្រប់គ្រាន់ឬអត់ក៏បានជាជាមួយកំដាប់ដៃរបស់ខ្លួនដំជើងធម្មពលដាក់មកដៃភឹងឡើងខូចបាត់ទៅហើយសំខាន់គឺលោតដល់ 1000 គីឡូពួកគេពិតជាភ្ជាប់អាវនេះគឺជាលើកទី1ហើយដែលមានមនុស្សជាតិអាចវាយលើកំណត់ត្រា800 គីឡូឈាមដល់កម្រិត1000មើលទៅវាអាចថាលើសពីស្តង់ដារទៅទៀតព្រោះថាពួកគេពិតជាភ្ញាក់ផ្អើលចំពោះមីងហេរបស់យើងមើលទៅពិតជាអាចារ្យមែនទែនបន្ទាប់ពីធ្វើតែរួចគេក៏បានប្រកោកាតឲ្យតែមានទឹក 1000 យួនសម្រាប់ការបំបីជាមួយកំណត់ត្រាបើចង់បាន5ថែអ្នកត្រូវតែបំពេញជំភារកិច្ចបើសិនជាអ្នកចង់កាន់តែខ្លាំងអ្នកត្រូវតែបំបីកម្រិតមានដូចជាកម្រិតកាយ4កម្រិតពលឺប្រច័ណ្ឌនិងកម្រិតធានម៉ាងដូច្នោះហើយមីងហេរបស់យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីធ្វើខ្លួនឯងកាន់តែខ្លាំងពេលមកដល់កន្លែងទទួលភារកិច្ចមើលទៅមនុស្សនៅទីនេះពិតជាច្រើននិងសម្បូរទៅដោយអ្នកមានសមត្ថភាពស្រាប់តែមានបរិមម្នាក់ដែលមានឈ្មោះថាលូកៃស៊ွန်ចង់បបួលមីងហេរបស់យើងចូលក្រុមប៉ុន្តែសុំមើលនិមិត្តសញ្ញាកម្រិតរបស់ខ្លួនប៉ុន្តែមើលទៅក្រឹមតែកម្រិតពលឺផ្កាយតែប៉ុណ្ណោះនេះគឺជាកម្រិតដែលអត់ដូច្នេះអ្នកទើបតែចូលលេងថ្មីអាពេលកម៉ាប់នឹងបានប្រាប់ឲ្យទៅមីងហេឆាប់ទៅវិញព្រោះថាវាពិតជាមានគ្រោះថ្នាក់មីងហេកំពុងថាចង់មាននៅអញចូលសោះស្រាប់តែមានមិត្តភ័ក្តិរបស់គេពីមុនក៏បានឃើញដូច្នេះហើយក៏ចង់បបួលចំពោះមីងហេចូលប៉ុន្តែបែកក្បាលសពិតជាមិនចូលចិត្តចំពោះមីងហេទេប៉ុន្តែត្រូវបានកញ្ញាយូបបួលចូលព្រោះថាពួកគេពិតជាបានខានឃើញគ្នារយៈពេល1ឆ្នាំដោយសារតែមីងហេគឺស្លាប់ពេល1ឆ្នាំពេញតែម្ដងប៉ុន្តែមីងហេគឺមើលទៅដើម្បីស្វែងរកប្រាក់ខ្លះអាប៉ែនេះវាមានឈ្មោះថាស៊ូសេនចូលសំហាប៉ែស៊ូចំណែកនេះមានឈ្មោះថាលូយូយូថាសំហាកញ្ញាយូអាប៉ែនេះមានឈ្មោះថាអាហុងពីទៅពួកគេទាំងនេះពិតជាមើលងាយចំពោះសម័យពេលទូឲ្យយើងមែនទែនប៉ុន្តែត្រូវកញ្ញាយូថាយើងជាមិត្តភក្តិអស់គ្នាយើងហើយត្រូវតែជួយគ្នាទៅវិញទៅមកនៅពេលមានគ្រាលំបាកអូខេមិនអីទេតែប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំក៏ត្រូវការគ្នាផងដែរប៉ុន្តែមើលទៅពួកគេពិតជាមើលងាយចំពោះខ្ញុំមែនទែនសូម្បីតែពួកគេយ៉ាងណាក៏ដោយពួកគេមើលទៅនេះគឺដោយសារតែភារកិច្ចសាលាបានដាក់ពួកគេមកដើម្បីជួយសង្គ្រោះសង្គមគឺអែមែនទែនប៉ុន្តែឥឡូវនេះសាលាគឺអូយធុញមែនទែននិយាយស្អីខ្លះទេប៉ុន្តែសំខាន់សកម្មភាពរបស់ពួកគេគឺតែនិយាយពីគ្នាពីហេតុផលពីនោះព្រោះថាពួកគេទាំងនេះក៏មករកអំពីប្រភពការផ្លាស់ប្ដូរចំពោះប្រភេទសត្វផងដែរព្រោះថាមើលទៅការពូនេះពិតជាងាយស្រួលទៅនៅក្នុងទីក្រុងណាយ៉ាងនេះប៉ុន្តែពួកគេពិតជាមិនបានចោលរំនៅក្នុងលូទេថាហាក់បីដូចជាមានអ្វីថ្មីកំហុសសម្លឹងមើលពួកគេចំណាបែកក្បាលសនឹងពិតជានិយាយលើមែនទែនថាកម្លាំងជាមួយកម្លាំងរបស់គេពិតជាអាចចាប់ការចំពោះសត្វផ្លាស់ប្ដូរបានប៉ុន្តែមើលទៅអញអាចរិញចំយៈហើយប៉ុន្តែមីងហេបានដឹងថាការផ្លាស់ប្ដូរសត្វគឺមាន3ប្រភេទមើលទៅពួកគេនីមួយៗវាសិតតែខ្លាំងអាចទេថាសារធាតុឬមួយចំនួនសិតតែហូរចេញពីលូបណ្ដោយពួកវាបង្កាត់ពួតបង្កើតជាដីនោះវាច្បាស់ថានៅកន្លែងលូនោះពិតជាមានរូបដោយផ្លាស់ប្ដូរជាច្រើននៅទីនោះប៉ុន្តែស្រាប់តែមីងហេក៏បានដឹងឲ្យពួកគេត្រូវតែប្រុងប្រយ័ត្នលេងឡើងជានឹងបីសាច់ដង្កូវយ៉ាងច្រើនធ្វើប្រមូលផ្ដុំគ្នាដូច្នោះមីងហេត្រូវប្រាប់ពួកគេរត់ចាចេញពីទីនោះព្រោះថាវាពិតជាខ្លាំងនឹងឆ្នះហើយចឹងហើយនាំគ្នារត់មើលទៅកញ្ញាយូពិតជាមិនអាចរត់ទាន់ពួកគេនោះទេមនុស្សផ្សេងទៅកំពុងតែរត់ចាចេញពីទីនេះអស់ហើយព្រោះថាបីសាច់ដង្កូវនៅព្រោះវាពិតជាខ្លាំងពួកហើយថាវាកំពុងតែស្វែងរកចំណីហើយដូច្នេះពួកយើងត្រូវតែរត់ឲ្យលឿនប៉ុន្តែអាក្បាលសឃើញគេរត់វាប្រឹងតែចាប់ការក្រងតែឃើញអាបីសាច់នឹងធំភ្លាមក៏បានរត់លឿនជាងគេតែម្ដងប៉ុន្តែមីងហេក៏បានសួរទៅកញ្ញាម្នាក់អំពីកញ្ញាយូប៉ុន្តែពួកគេមិនដឹងថាកញ្ញាយូនៅណានោះទេមានតែមីងហេទេបានដឹងថាច្បាស់ថាកញ្ញាយូពិតជានៅទីនោះដូច្នោះហើយមីងហេរបស់យើងក៏បានបោះទៅក្រោយជួយកញ្ញាយូវិញប៉ុន្តែមើលទៅពួកដៃនេះពិតជាអត់ជួយគេមែនចំណែកកញ្ញាយូរបស់យើងបានប្រាប់ពួកគេឲ្យតែចេញពីនាងទៅព្រោះថានាងពិតជាមិនចង់ឲ្យមានគ្រោះថ្នាក់ទេប៉ុន្តែមីងហេរបស់យើងប្រើកំណាប់ដៃរបស់ខ្លួនជាមួយនឹងទឹកនៅទីនោះក៏បានចាប់ការចំពោះដង្កូវជាច្រើនទោះបីជាមិនអាចសម្លាប់បីសាច់ទាំងអស់នោះបានក៏អាចបំបីជាមួយនឹងបីសាច់ដង្កូវនោះផងដែរមីងហេរបស់យើងដូច្នោះហើយមានតែនៅកញ្ញាយូរបស់យើងចាស់ចេញពីទីនេះប៉ុន្តែកញ្ញាយូពិតជាភ្ញាក់ឲ្យចំពោះសមត្ថភាពរបស់មីងហេរបស់យើងសំខាន់នាងគិតតែមើលមុខចំពោះមីងហេមើលទៅគាត់ពិតជាសង្ហាប៉ុន្តែគាត់បែរជាស្រឡាញ់ទៅកញ្ញាលូឈៀនទៅវិញមើលទៅខ្ញុំពិតជាមិនមានសំណាងទេប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំពិតជាអរគុណគាត់ដែលបានជួយសង្គ្រោះខ្ញុំហើយមិនបោះបង់ខ្ញុំចំណែកពួកប្រមាណអ្នកនេះវិញពិតជាមានការសម្ដែងជាខ្លាំងបែរថាឲ្យសារតែពួកយើងគឺអបមីងហេទីជួយដូច្នេះហើយបែរជាពួកយើងមិនទៅនិយាយទៅពួកគេទាំងអស់នេះសិតតែយកលេសដោះសាររឿងរៀងខ្លួនតែម្ដងយ៉ាងណាក៏ដោយមីងហេរបស់យើងបានដឹងថាកញ្ញាយូមានរឿងរបួសដូច្នេះត្រូវតែទៅមន្ទីរពេទ្យខ្លះគឺដើម្បីយកថ្នាំប៉ុន្តែនាងប្រាប់ថាអីទេវាគ្រាន់តែជារបួសសះស្បែកដូច្នោះមីងហេត្រូវតែចាកចេញពីទីនេះដើម្បី
ស្វែងរកមើលស្ថានភាពបច្ចុប្បន្នសិនពេលមកដល់កន្លែងមន្ទីរពេទ្យពីសោតក៏ស្រាប់តែមកដល់កន្លែងមួយបានចោលរំភៀខ្លាំងកន្លែងបន្ទប់លេខ9វាបានបាត់ខ្លួនមិនដឹងថាបានបាត់ទៅណាទេសត្វចម្លាញ់នេះសំខាន់ចំពោះសត្វការផ្លាស់ប្ដូរមើលទៅវាពិតជានៅកន្លែងនៅក្នុងលូហើយច្បាស់ថាមានរឿងអ្វីចម្លែកប្រឹងបើកទ្វារហើយប៉ុន្តែទ្វារនេះត្រូវបានគេចាក់សោពីខាងក្រៅដូច្នេះពិតជាមិនអាចចូលទៅបាននោះទេកំពុងតែកើតសុកស្រាប់តែមិញហេរបស់យើងក៏បានឃើញលោកពេទ្យសៅមិនដឹងថាគាត់មើលនេះគឺដើម្បីធ្វើអ្វីនោះទេមានលេខទូរស័ព្ទមួយខមកកាន់មិញហេរបស់យើងការពិតទៅគឺជាអ្នកគ្រូពេទ្យដែលមើលថែគាត់អស់រយៈពេល1ឆ្នាំនិយាយទៅគឺពិតជាស៊ីអារម្មណ៍មែនទែនគាត់បានហៅមិញហេរបស់យើងមកញ៉ាំអាហារពេលជាមួយគាត់ព្រួយថាគាត់បានជួយសង្គ្រោះនាងទៅពិតជាអញ្ចឹងហើយអ្នកអាចមកញ៉ាំអាហារមកញ៉ាំបានឬអត់ប៉ុន្តែអ្នកហៅខ្ញុំផាបងស្រីឡានទៅបានហើយមើលទៅវាជាពីរសស្ដាប់មែនទែនប៉ុន្តែមិញហេបាននិយាយថាឥឡូវនេះខ្ញុំកំពុងតែនៅកន្លែងតំបន់ដាច់ដោយឡែកគ្រាន់តែលើដូចឆ្លងនាងមានការបរំព្រោះថានៅទីនោះវាពិតជាមានគ្រោះថ្នាក់ប៉ុន្តែយ៉ាងណាក៏ដោយខ្លួនប្រាប់ថាខ្ញុំគឺដើម្បីជួយបងស្រីរបស់ខ្ញុំតែប៉ុណ្ណោះនាងពិតជាឆ្ងល់ព្រោះថាម្នាក់ស្រីនោះគឺបាននៅជាមួយនឹងដូកុមារកំព្រាជាមួយខ្ញុំតាំងពីតូចដូច្នេះហើយនាងបែរថាអូមិនអីជាចឹងអ្នកត្រូវតែប្រុងប្រយ័ត្ននាងក៏បានទៅងុយទឹកនិយាយទៅអ្នកគ្នាមើលណៃទៅប៉ុន្តែយ៉ាងណាក៏ដោយមិញហេក៏បាននិយាយថាខ្ញុំក៏បានឃើញពីលោកគ្រូពេទ្យសៅគាត់នៅទីនេះផងដែរនាងពិតជាមានការភ្ញាក់ផ្អើលហើយអ្វីបានជាគាត់នៅទីនោះហើយគាត់ក៏បានឈប់អំពីការងាររយៈពេលប្រហែល2-3ថ្ងៃហើយមិញហេរបស់យើងបាននិយាយថាអូដូច្នេះផងជាមួយនឹងឈាមដែលបាត់បង់រយៈពេលជាមួយការភ្ញាក់ឡើងរយៈពេល1ឆ្នាំតែឈាមបិសាចពិសេសតែអាចថាវាក៏ទាក់ទងនៅពេលដែលខ្ញុំកំពុងសន្លប់ថាវាគឺដោយសារតែលោកគ្រូពេទ្យសៅមែនទេដូច្នេះអ្នកត្រូវតែខលទៅកាន់ទាក់ទងរដ្ឋាភិបាលឲ្យពួកគេស៊ើបអង្កេតអំពីរឿងនេះទោះខ្ញុំទៅស៊ើបអង្ការអំពីលោកសៅនាងក៏បានយល់ព្រមប៉ុន្តែត្រូវឲ្យមីហេរបស់យើងត្រូវតែប្រុងប្រយ័ត្នមីហេក៏បានយល់ព្រមពេលមកដល់ខាងក្រៅកំពុងចោលរំចំពោះសត្វដង្កូវប៉ុន្តែគ្មានអ្វីអស្ចារ្យទេឥឡូវត្រូវតែស្វែងរកផុសតាំងស្រាប់តែមករត់មកដល់កន្លែងមួយ